សួស្តីបងប្អូនទាំងអស់គ្នាយើងតមករៀនទៅមុខទៀតមេរៀនទី26រៀនពីព្យញ្ជនៈផូនិងព្យញ្ជនៈមព្យញ្ជនៈផូព្យញ្ជនៈមគឺជាព្យញ្ជនៈខោសៈឬក៏ហៅថាព្យញ្ជនៈពុអូដែលផ្សំជាមួយនឹងស្រៈនិស្ស័យអញ្ចឹងបងប្អូនបានដឹងមកហើយពីការប្រកបស្រៈនិស្ស័យជាមួយនឹងព្យញ្ជនៈពុអូអញ្ចឹងយើងកុំឲ្យខាតពេលយូរយើងទៅប្រកបនឹងអានទាំងអស់គ្នាព្យញ្ជនៈផូព្យញ្ជនៈមផូស្រេភេផូស្រេភេផូស្រេភិផូស្រេភិផូស្រេភីផូស្រេភីផូស្រអ៊ឹភឹផូស្រអ៊ឹភឹផូស្រអ៊ឺភឺផូស្រអ៊ឺភឺផូស្រអ៊ុភុផូស្រអ៊ុភុផូស្រអ៊ុភូ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 ផូស្រអើភើផូស្រអើភើផូស្រអឿភឿផូស្រអឿភឿផូស្រអៀភាផូស្រអៀភាម៉ូស្រអេម៉េ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 ម៉ូស្រអីម៉ៃម៉ូស្រអីម៉ៃម៉ូស្រអូម៉ូ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 ម៉ូស្រអ៊ុំមុំ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 ម៉ូស្រអមមមម៉ូស្រអមមមម៉ូស្រអមមមម៉ូស្រអះម៉ះម៉ូស្រអះម៉ះម៉ូស្រអេះម៉េះម៉ូស្រអេះម៉េះម៉ូស្រអ៊ូសមោះម៉ូស្រអ៊ូសមោះផូនិងរោអានថាផូផូនិងរោអានថាផូស្រអេស្រអេកាលណាប្រើជាមួយនឹងព្យញ្ជនៈពុអូឬប្រកបជាមួយនឹងព្យញ្ជនៈពុអូគឺអត់មានការផ្លាស់ប្ដូរសំឡេងទេគឺស្រអេនៅសូរសំឡេងប្រកបស្រអេដដែលអញ្ចឹងយើងប្រកបថាផូស្រអេផេផូស្រអេផេស្រអាកាលណាប្រកបជាមួយនឹងព្យញ្ជនៈពុអូគឺសូរសំឡេងប្រកបគឺផ្លាស់ប្ដូរពីសំឡេងស្រអាទៅជាស្រអេអញ្ចឹងម៉ូជាខ្យល់ពុអូមានន័យថាម៉ូគឺជាព្យញ្ជនៈពុអូអញ្ចឹងយើងប្រកបថាម៉ូស្រអេមេម៉ូស្រអេមេស្រអេគឺអត់មានការផ្លាស់ប្ដូរសូរប្រកបទេទោះបីប្រកបជាមួយនឹងព្យញ្ជនៈពុអក៏ដោយព្យញ្ជនៈពុអូក៏ដោយគឺសំឡេងប្រកបគឺសូរប្រកបនៃសំឡេងស្រអេគឺនៅស្រអេដដែលអញ្ចឹងម៉ូជាព្យញ្ជនៈពុអូអញ្ចឹងយើងប្រកបថាម៉ូស្រអេមេម៉ូស្រអេមេស្រអូកាលណាប្រកបជាមួយនឹងព្យញ្ជនៈពុអូបដូរពីសំឡេងប្រកបស្រអូទៅជាស្រអូអញ្ចឹងម៉ូជាព្យញ្ជនៈពុអូអញ្ចឹងយើងប្រកបថាម៉ូស្រអូនឹងរោអានថាមូម៉ូស្រអូនឹងរោអានថាមូស្រអាំកាលណាប្រកបជាមួយនឹងព្យញ្ជនៈពុអូបដូរពីសំឡេងប្រកបពីស្រអាំទៅជាស្រអមអញ្ចឹងម៉ូជាព្យញ្ជនៈពុអូអញ្ចឹងយើងប្រកបថាម៉ូស្រអមមមម៉ូស្រអមមមស្រអាកាលណាប្រកបជាមួយនឹងព្យញ្ជនៈពុអូបដូរពីសំឡេងស្រអាទៅជាស្រអេ
នៅក្នុងពាក្យនេះគឺមានព្យញ្ជនៈពួកអូនិងព្យញ្ជនៈពួកអអញ្ចឹងបើសិនជាប្រកបជាមួយនឹងព្យញ្ជនៈពួកអូស្រៈអាបដូរពីសំឡេងប្រកបស្រៈអាទៅជាស្រៈអេដោយសារពោជាព្យញ្ជនៈពួកអូអញ្ចឹងយើងប្រកបជាសូរស្រៈអេរីឯស្រៈអាគឺនៅដដែលដោយសារសជាព្យញ្ជនៈពួកអអញ្ចឹងយើងប្រកបថាពោស្រៈអេភេសស្រៈអាសាអានថាភាសាពោស្រៈអេភេសស្រៈអាសាអានថាភាសាស្រៈអំហើយនិងស្រៈអោស្រៈអំកាលណាប្រកបជាមួយនឹងព្យញ្ជនៈពួកអនៅសូរសំឡេងប្រកបនៅស្រៈអំដដែលរីឯស្រៈអោគឺផ្លាស់ប្ដូរពីសូរប្រកបពីស្រៈអោទៅជាស្រៈអូដោយសារពោជាព្យញ្ជនៈពួកអូអញ្ចឹងបដូរពីសំឡេងស្រៈអោទៅជាស្រៈអូរីឯសប្រកបជាមួយនឹងស្រៈនិស្ស័យស្រៈអំគឺមិនផ្លាស់ប្ដូរទេអញ្ចឹងយើងប្រកបថាសស្រៈអំសំភោស្រៈអូនិងរោភោអានថាសំភោសស្រៈអំសំភោស្រៈអូនិងរោភោអានថាសំភោស្រៈអើកាលណាប្រកបជាមួយនឹងព្យញ្ជនៈពួកអូបដូរពីសំឡេងប្រកបសូរបដូរពីសូរប្រកបណាបដូរពីសូរប្រកបពីស្រៈអើទៅជាស្រៈអើដោយសារម៉ូជាព្យញ្ជនៈពួកអូអញ្ចឹងយើងប្រកបថាម៉ូស្រៈអើមើណាហ្នឹងហើយអញ្ចឹងយើងប្រកបថាម៉ូស្រៈអើអានថាមួមើម៉ូស្រៈអើអានថាមួមើម៉ូស្រៈអេមេអស្រៈអំអំបស្រៈអោបៅអានថាមេអំបៅម៉ូស្រៈអេមេអស្រៈអំអំបស្រៈអោបៅអានថាមេអំបៅសស្រៈអោសោភោស្រៈអេភាអានថាសោភាសស្រៈអោសោភោស្រៈអេភាអានថាសោភាបនិងងបងសស្រៈអសភោស្រៈអេភីចស្រៈអេចេះបស្រៈអេបីភោស្រៈអេភាសស្រៈអាសាអានថាបងសុភីចេះ3ភាសាអានថាបងសុភីចេះ3ភាសាតស្រៈអាតាភោស្រៈអ៊ំភុំតួស្រៈផ្ទះសស្រៈអំសំភោស្រៈអូនិងរោភោអានថាតាភុំផ្ទះសំភោអានថាតាភុំផ្ទះសំភោម៉ូស្រៈអេមេអស្រៈអំអំបស្រៈអោបៅតួស្រៈអ៊ំទុំលស្រៈអើលើពូស្រៈអេពេញួរស្រៈអេញីអានថាមេអំបៅទុំលើពូពេញីអានថាមេអំបៅទុំលើពូពេញី